bạn phụ phụ đây bằng vốn đó nhé này chia alo cafe pi một hết đại là những tụ tập ban máu tinh máuហើយអានេះមានឈ្មោះថា alo cafe silver dragon បាទ silver dragon ចឹងពណ៌វាគឺពណ៌បែបហ្នឹងឯងពណ៌រាងប្រាក់ហើយខាងនេះគឺ alo cafe dragon scale บอกថា alo cafe វកានេះណាអញ្ចឹងពីរហ្នឹងបើមើលទម្រង់លក្ខណៈរបស់វាគឺបើមើលតាមទម្រង់មើលតាមធៀងដែលវាឆែកអីគឺនិយាយមកថាហ្វឹងដូចគ្នាបាទអញ្ចឹងទៅហើយប៉ុន្តែវាខុសពណ៌ត្រង់ថា silver dragon នេះពណ៌វាគឺព្រៀងពណ៌ប្រាក់អញ្ចឹងបណ្ដោយអត់ប្របាក់ចំណាំទេណាបាទអញ្ចឹងនៅពេលដែល flag វារៀងធំទៅគឺពណ៌រៀងបែបហ្នឹងឯងហើយតំណុងខាងក្រោយគឺពណ៌ដូចគ្នាបាទមានកលារៀងក្រហមបែបនេះដូចគ្នាអានេះក៏មានកលារៀងក្រហមដែរបាទតែវាអាចថាដិតជាងគ្នាអីអញ្ចឹងណាបាទកូនឲ្យទួយប្រហែលជាបាទដូចគ្នាច្រើនប៉ុន្តែខុសតែត្រង់ពណ៌ទេអញ្ចឹងយើងមើលលក្ខណៈរបស់វានេះDragon scale បាទសកានេះបែបនេះអានេះគឺ silver dragon បាទបែបនេះហើយជាទូទៅខ្ញុំឃើញតែគេដាំប្រភេទពួកហ្នឹងដាក់នៅក្នុងថូទូចខ្ញុំអត់ដឹងថាហ្នឹងវាជាទំហំដែលវាអត់ធំខ្លាំងឬក៏យ៉ាងម៉េចទេប៉ុន្តែខ្ញុំទៅតែខ្ញុំមកស្រុកវិញឥឡូវនេះគឺខ្ញុំដូរដាក់ថូថ្មីដាក់ដីថ្មីអញ្ចឹងទៅយើងថែមជីថែមអីណាចាំមើលថាការវិវត្តរបស់វាទៅជាយ៉ាងណាហើយអានេះមាន3 flag បាទវាស្អាតបើប្រៀបធៀបគ្នាទៅគឺខ្ញុំឆ្លាញ់អានេះជាងអានេះពណ៌វាដិតច្បាស់ល្អបាទហើយ flag របស់វាមានលក្ខណៈរឹងបាទមានរឹងស្ទាបទៅគឺវាអត់រលោងស្មើណាវាខុសពីប្រភេទ alo cafe ដែលដើមធំនេះដោយប្រភេទពួកនេះយើងហៅថាក្តាតណាអាហ្នឹងប្រភេទ flag វារលោងបាទវាមានឆ្អឹងដូចគ្នាអញ្ចឹងបាទនេះឆ្អឹងតំណងឆ្អឹងវាប៉ុន្តែគ្រាន់តែនេះស្ទាបទៅគឺយើងមានអារម្មណ៍ដឹងវាជាងវា flag រឹងជាងណាបាទបែបនេះឯងអានេះក៏ flag រឹងដែរដូចគ្នាបាទអានេះ Okinawa silver បាទដាច់ពូជហើយតែមករកបានពូជមក